ពេទ្យចិត្តសាស្ត្រចង់ឲ្យពិភពលោកចាត់បញ្ចូលភាពវក់ងប់និងអ៊ីនធឺណិតថាជាប្រភេទមួយនៃជំងឺផ្លូវចិត្តហេតុអ្វីតែមានការពន្យល់បំភ្លឺយ៉ាងដូចម្ដេចចំពោះក្រុមគ្រូពេទ្យផ្នែកចិត្តសាស្ត្រគេសង្កេតឃើញថានៅពេលដែលអ្នកជំងឺម្នាក់មកជួបគ្រូពេទ្យឯកទេសដើម្បីពិគ្រោះជំងឺ stress ជំងឺខ្វល់ខ្វាយក្នុងចិត្តក៏ប៉ុន្តែតាមការពិតទៅនោះយន្តការនៃការត្រដររស់របស់អ្នកជំងឺទាំងអស់នោះគឺត្រូវការភ្ជាប់ខ្លួននឹងអ៊ីនធឺណិតត្រូវការ connect ក្នុងប្រព័ន្ធសង្គមជានិច្ចដោយមិននិយាយអំពីករណីងប់ងល់ជ្រុលរបស់យុវជនយុវនារីខ្លះដែលភ្លេចបាយភ្លេចទឹកភ្លេចកាត់សក់កោពុកមាត់ភ្លេចចេញមករកសង្គមលែងស្គាល់ពិភពមនុស្សជាក់ស្ដែងនិងទាល់តែរកគ្រូពេទ្យឯកទេសជួយតម្រង់ទិសឲ្យដើរចេញពីភាពញៀននោះសូម្បីតែក្មេងដែលចូលចិត្តនឹងឧស្សាហ៍លេងទូរស័ព្ទតាមបែបធម្មតាបើលោកអ្នកជាពុកម្ដាយផ្ដាច់អ៊ីនធឺណិតឬក៏ដកហូតទូរស័ព្ទភ្លាមនោះក្មេងនឹងបាត់ទំនឹងមិនដឹងថាត្រូវធ្វើអ្វីស្រែកថាអបសុកធុញទ្រាន់ភ្លាមមួយរំពេចប្រសិនបើលោកអ្នកនាងជួបក្នុងករណីយ៉ាងដូចនេះសូមរួសរាន់កាត់បន្ថយនិងគ្រប់គ្រងការប្រើទូរស័ព្ទនិងអ៊ីនធឺណិតតាមការគួរភ្លាមដើម្បីកុំឲ្យធ្លាក់ចូលទៅក្នុងគ្រោះធ្ងន់ធ្ងរជាងនេះទាន់សម្រាប់ក្រុមគ្រូពេទ្យចិត្តសាស្ត្រសង្ហបុរីរោគញៀនសញ្ញាទូរស័ព្ទនិងអ៊ីនធឺណិតកំពុងតែវិវត្តយ៉ាងលឿនពីមួយឆ្នាំទៅមួយឆ្នាំពីមុនគេត្រូវការប្រយុទ្ធប្រឆាំងនឹងជំងឺញៀនល្បែងវីដេអូឥឡូវដល់ពេលព្យាបាលជំងឺជក់ Facebook វក់ក្នុងប្រព័ន្ធសង្គមនិងហ្គេមតាមអ៊ីនធឺណិតមិនខ្វះទេឧទាហរណ៍ជាក់ស្ដែងដែលក្មេងវក់ខ្លាំងនឹងហ្គេមក្នុងអ៊ីនធឺណិតសម្រាប់ខ្លួនឬក៏ធ្វើអាក្រក់នៅក្នុងជីវិតប្រចាំថ្ងៃនោះពីព្រោះដោយសារតែពួកគេមិនអាចបែងចែកបានអំពីអ្វីដែលហៅថាល្បែងក្នុងអ៊ីនធឺណិតនិងអ្វីជាជីវិតមនុស្សពិតការចាត់ទុកអាការៈវក់ញៀននឹងស្មាតហ្វូនឬអ៊ីនធឺណិតថាជាជំងឺមិនបានចាត់ចុះស្រាលនៅក្នុងសៀវភៅបញ្ជីឈ្មោះជំងឺផ្លូវចិត្តទេបើទោះបីជាសៀវភៅនោះទើបតែចេញថ្មីចុងក្រោយជាងគេបំផុតយ៉ាងណាក៏ដោយក៏ប៉ុន្តែអាការៈជំងឺមួយនេះត្រូវបានក្រុមគ្រូពេទ្យធ្វើកំណត់សម្គាល់នៅក្នុងឯកសារភ្ជាប់ថាជាអ្វីដែលចាំបាច់ត្រូវធ្វើការសិក្សាស្រាវជ្រាវឲ្យបានស៊ីជម្រៅក្នុងពេលបន្ទាន់នេះរោគសញ្ញានៃការញៀនមានដូចជាគ្មានសមត្ថភាពហាមឃាត់ខ្លួនមិនឲ្យទៅបើកឆែកមើល smartphone ភ្ជាប់អ៊ីនធឺណិតអបសុកខ្វល់ខ្វាយនៅពេលគ្មានទូរស័ព្ទនៅនឹងដៃបាត់បង់ប្រសិទ្ធភាពផ្នែកការងារនិងសិក្សាត្រូវការនឹងចង់ជានិច្ចបើកមើលទូរស័ព្ទនេះបើតាមការគូបញ្ជាក់ដោយត្រួសត្រាសរបស់សាស្ត្រាចារ្យផ្នែកជំនួយគូរគមនាគមន៍នៃសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាងដែលបានដាស់តឿនរំលឹកដល់អ្នកជាឪពុកម្ដាយទាំងអស់ឲ្យធ្វើការប្រុងប្រយ័ត្នកុំឆាប់ផ្ដល់លទ្ធភាពដល់កូនក្នុងការរត់តាមបច្ចេកវិទ្យាទំនើបនេះពេកកាន់តែក្មេងកាន់តែងាយនិងកាន់តែឆាប់ធ្លាក់ក្នុងសភាពញៀនជាពិសេសកុមារដែលឆាប់ភ្ជាប់ខ្លួនទៅនឹង smartphone អ៊ីនធឺណិតឬក៏ game អាចនឹងងាយជួបគ្រោះផ្ដាច់ខ្លួនពីសង្គមចូលចិត្តរស់នៅឯកាសូមអ្នកជាឪពុកម្ដាយកុំស្វែងរកដំណោះស្រាយបែបងាយៗដោយឲ្យកូនលេងហ្គេមលេងទូរស័ព្ទដើម្បីបាត់យំឬដើម្បីកុំឲ្យកូនរំភើបពេកឲ្យសោះព្រោះជំងឺមួយនេះមិនខុសអ្វីពីជំងឺជក់មើលទូរទស្សន៍ដោយសម័យមួយទសវត្សរ៍មុនទេគឺមានតែធ្ងន់ធ្ងរបន្ថែមទៀតពីព្រោះទូរទស្សន៍មានតែនៅក្នុងផ្ទះឯ smartphone iPad យើងអាចយកទៅតាមបានគ្រប់ពេលវេលានិងគ្រប់ទិសទីដែលមិននិយាយអំពីគ្រោះថ្នាក់ពាក់ព័ន្ធទៅនឹងខួរក្បាលអេក្រង់ទូរស័ព្ទអ៊ីនធឺណិត iPad iPad កំពុងតែលុកលុយបំផ្លាញសុខភាពយុវវ័យយ៉ាងខ្លាំងពីព្រោះដោយសារតែត្រូវចំណាយពេលវេលាជាមួយ smartphone មនុស្សសម័យថ្មីបញ្ចេញសកម្មភាពនិងធ្វើចលនាកាន់តែតិចឡើងជាពិសេសយុវជនយុវនារីចន្លោះពីអាយុ18ឆ្នាំទៅ24ឆ្នាំក្នុងវ័យនេះយុវជនគួរតែស្វាហាប់អាចបញ្ចេញកម្លាំងធម៌ពលបានខ្លាំងក្លាធ្វើកីឡាតែការសិក្សាបែរជាបង្ហាញថាពួកគេមានសមត្ថភាពបញ្ចេញសកម្មភាពផ្លូវកាយស្មើទៅនឹងមនុស្សចាស់ខ្ទង់65ទៅ70ឆ្នាំវិញព្រោះហេតុអ្វីពីព្រោះតែទូរស័ព្ទពីព្រោះតែ smartphone កុំព្យូទ័រអេក្រង់និងទូរទស្សន៍
មានមនុស្សកាន់តែច្រើនឡើងកើតជំងឺអ៊ីនធឺណិតមានជំងឺដែលហៅថាជំងឺតិចនិចតើជំងឺនេះជាអ្វីនៅមានអាការៈយ៉ាងដូចម្តេចខ្លះតិចនិចគឺជាពាក្យភាសាអង់គ្លេសចេញមកពីប្រទេសអង់គ្លេសដើម្បីបញ្ជាក់អំពីអាការៈជំងឺឈឺកនិចមានន័យថាកតិចនិចត្រូវបានយកមកប្រើប្រាស់ពេលនេះយ៉ាងទូលំទូលាយដើម្បីសម្ដៅទៅលើអាការៈឈឺចុកចាប់ស្ពឹកស្រពន់នៅម្ដុំកម្ដុំជុំវិញតាក់ទងនឹងកដែលបណ្ដាលមកពីការជក់វក់នៅមុខកញ្ចក់កុំព្យូទ័រទូរស័ព្ទទូរទស្សន៍អង្គុយច្រើនអង្គុយមិនត្រូវជំហររហូតបង្កឲ្យមានការចុកស្រពន់ជាទូទៅគេក៏សម្គាល់ឃើញថារាល់ពេលដែលអស់លោកអ្នកអង្គុយលេងទូរស័ព្ទអង្គុយលេងកុំព្យូទ័រអង្គុយនៅមុខអេក្រង់លោកអ្នកមានទំនោរអោនក្បាលទៅមុខចង្ការចង្អុលទ្រូងភ្នែកសំយងចុះពីព្រោះអេក្រង់នៅទាបជាងភ្នែកដូច្នេះក៏ស្ថិតនៅក្នុងស្ថានភាពកោងមិនត្រង់អាចទ្រក្បាលដែលជាហេតុធ្វើឲ្យអាការៈរួយកញ្ចឹងកកើតឡើងកញ្ចឹងកស្ថិតនៅក្នុងជំហរមិនត្រឹមត្រូវយូរទៅនឹងធ្វើឲ្យមានសម្ពាធសាច់ដុំរួញហើយមិនតែប៉ុណ្ណោះនឹងធ្វើឲ្យឆ្អឹងខ្នងនៅតំបន់កវាយទៀតផងក្បាលរបស់មនុស្សម្នាក់មានទម្ងន់ជាមធ្យមពី4គីឡូកន្លះទៅ5គីឡូកន្លះទាំងកទាំងស្មាមិនអាចទ្រទម្ងន់នេះបានយូររាប់សិបម៉ោងឡើយមានន័យថាសាច់ដុំកញ្ចឹងកមិនអាចទ្រាំទៅនឹងជំហរក្បាលអោនទៅមុខភ្នែកសំយងចុះដើម្បីសរសេរអានឬក៏មើលកុននៅក្នុងកញ្ចក់ទូរស័ព្ទបានយូរម៉ោងទេមិនមែនតែជំហររបស់កញ្ចឹងកមួយទេដែលជាអ្នកទទួលខុសត្រូវនាំឲ្យមានកើតអាការៈឈឺចុកចាប់រួយសាច់ដុំកើតជាជំងឺនោះជំហររបស់ដៃកែងដៃដើមដៃប្រអប់ដៃនិងម្រាមដៃក៏មានចំណែកចូលរួមដែរនៅក្នុងវិទ្យាសាស្ត្របុរាណចិនម្រាមដៃគឺជាចំណុចនៃបម្រែបម្រួលធម្មពលនិងមានឥទ្ធិពលទៅលើសរីរាង្គកាយខ្លួនប្រាណមនុស្សទាំងមូលតែម្ដងនៅពេលដែលអ្នកចុចទូរស័ព្ទអ្នកច្រើនតែប្រើប្រាស់ម្រាមតែមួយពីរប៉ុណ្ណោះដោយបាតដៃផ្ងាឡើងទៅលើដែលជាជំហរមិនប្រក្រតីបែបធម្មជាតិទេដូច្នេះពេលភ្ញាក់ពីដំណេកឡើងលោកអ្នកអាចមានអាការៈចុកម្រាមដៃនិងជាប់តឹងនៅស្មាសាច់ដុំនៅកញ្ចឹងកម្យ៉ាងវិញទៀតសូមចងចាំថានៅពេលដែលយើងលេងទូរស័ព្ទដៃ check email យើងអាចដាក់សម្ពាធទៅលើផ្ទៃមុខទៅលើភ្នែកសាច់ដុំមុខនិងភ្នែកភ្ជាប់ដោយផ្ទាល់ទៅនឹងលលាក្បាលនិងរហូតដល់ផ្នែកកទៀតផងហេតុដូច្នេះហើយបានជានៅពេលដែលសាច់ដុំមុខកន្ត្រាក់ច្រើនដងនិងដដែលក្នុងច្រើនពេកក្នុងមួយថ្ងៃនោះយើងនឹងអាចមានអាការៈឈឺក្បាលណែនធ្ងន់ក្បាលពិបាកដំណេកវិលមុខឬក៏ស្រវាំងភ្នែកដូច្នេះសូមគម្រោងចាំដល់ពេលជាប់កចាំរកថ្នាំក្រោយពេលប្រើទូរស័ព្ទដៃ iPad iPad រួចសូមធ្វើចលនាកបត់ងាកបង្វិលកពន្លាសាច់ដុំឲ្យស្របទៅនឹងស្ថានភាពដើមនៅពេលលើកប្រើទូរស័ព្ទត្រូវដាក់អេក្រង់ឲ្យស្មើនឹងភ្នែកបើនៅការិយាល័យធ្វើការសូមអង្គុយឲ្យបានត្រឹមត្រូវឲ្យចំពីមុខកុំព្យូទ័រជើងដាក់ឲ្យកែងទល់នឹងដីកុំខ្វែងគ្នាខ្នងត្រូវត្រង់ជានិច្ចដំលាក់ដើមដីឲ្យស្មើនៅលើតុនិងជាពិសេសកញ្ចឹងកឲ្យមានជំហរស្ថិតនៅត្រង់ល្អក្នុងគ្រប់ករណីចូលឧស្សាហ៍សម្រាប់ដកខ្លួនចេញពីទូរស័ព្ទដើរចេញពីអេក្រង់ដើម្បីធ្វើចលនាពន្លាសាច់ដុំចំពោះក្មេងនិងកុមារវិញដែលក្បាលមានទំហំធំនៅឡើយបើប្រៀបទៅនឹងកម្ពស់និងទម្ងន់ខ្លួនជាមនុស្សចាស់នោះសូមធ្វើការប្រុងប្រយ័ត្នឲ្យបានកាន់តែខ្លាំងជាមនុស្សពេញវ័យនិយាយជារួមសូមស្ដាប់ទំនួញធ្ងររបស់ខ្លួនប្រាណផងដែលតែងតែផ្ញើសារមកជូនលោកអ្នកជាញឹកញយមិនមែនមានតែទូរស័ព្ទដៃមួយប៉ុណ្ណោះនោះទេ